bà bongខ្ញុំបាទឈ្មោះហ៊ឿនពន្លឺមកពីខេត្តកំពង់ធំស្រឡាញ់ស្មើជីវ៉ាការប្រឡងជ្រើសរើសបេក្ខជនបេក្ខនារីដែលមានសមត្ថភាពទាំងចម្រៀងនិងសម្ដែងដើម្បីក្លាយជាតារាចម្រៀងនិងសម្ដែងប្រចាំក្រុមហ៊ុនត្រីក្រហមរដូវកាលទី2បានមកដល់ហើយបាទជំរាបសួរបងគណៈកម្មការទាំង3ក៏ដូចជាបងក្រុមការងារនៅក្នុងទីនេះផ្ទាល់ដែរផងដែរបាទជំរាបសួរប្អូនប្រុសតើប្អូនប្រុសអញ្ជើញមកពីខាងខេត្តណាដែរហើយមានឈ្មោះអ្វីហើយថ្ងៃនេះប្អូនប្រុសអញ្ជើញមកដល់ទីនេះតើប្អូនប្រុសមកប្រឡងចម្រៀងឬក៏ដាក់ពាក្យធ្វើជាតារាសម្ដែងតោះបាទបងខ្ញុំបាទឈ្មោះហ៊ឿនពន្លឺមកពីខេត្តកំពង់ធំថ្ងៃនេះដែរខ្ញុំបានដាក់ពាក្យប្រឡងចម្រៀងនៅក្នុងកម្មវិធីមជ្ឈមណ្ឌលត្រីក្រហមបងបាទអូខេអញ្ចឹងតើប្អូនលើកយកនៅបទចម្រៀងអ្វីយកមកបកស្រាយដើម្បីចែកជូនទៅដល់ពុកម៉ែបងប្អូនរបស់យើងដើម្បីឲ្យគាត់បានស្ដាប់កំសាន្តតោះបាទបងថ្ងៃនេះដែរខ្ញុំបាទលើកយកបទចម្រៀងមួយបទដែលមានចំណងជើងថាអូនកុំបែកឆ្វេងជាសំនៀងដើមរបស់បងព្រាវសវត្តអញ្ចឹងតើបទចម្រៀងមួយនេះប្អូនប្រុសតាំងចិត្តវឹកហាត់យូរនៅឬក៏ទៅតែវឹកហាត់នៅពេលដែលប្អូនប្រុសដាក់ពាក្យមកប្រឡងនិយាយរួមទៅបទហ្នឹងខ្ញុំចេះរៀងយូរដែរបងតែហាត់សមក្នុងមួយសប្តាហ៍អញ្ចឹងបានតែ2ថ្ងៃទេបងដោយសារខ្ញុំនៅបន្ទប់ជួលអញ្ចឹងទៅយើងខ្លាចរំខានដល់បងប្អូនគាត់នៅចិត្តហ្នឹងទៅអត់ហ៊ានទេបងបាទអញ្ចឹងអូខេអញ្ចឹងសង្ឃឹមថាការតស៊ូការប្រឹងប្រែងនឹងទទួលបានភាពជោគជ័យអញ្ចឹងថ្ងៃនេះបងប្រុសត្រៀមខ្លួនហើយឬនៅហើយបងបាទអញ្ចឹងចាប់ផ្ដើមសម្រួលអារម្មណ៍សម្រួលដង្ហើមហើយចាប់ផ្ដើមច្រៀងដោយខ្លួនឯងតោះមើលមុខបងឲ្យចំបានទេហើយគុំស្ដាប់ពាក្យគេច្រើនជាងបងព្រោះបងជាអ្នកស្រឡាញ់អូនបងក៏ដឹងគ្រប់យ៉ាងពីស្ងួនចានក្នុងរាវលេងអីនឹងប៉ះទុងគិចខ្លាំងគុំខឹងគ្មានមូលហេតុដូចកូនក្មេងអ្នកផ្សេងគេចាំមើលយើងច្រើនណាស់ជន់ទី3ម្នាក់នោះគេរងចាំវាឆ្មងអោកាំងឲ្យតែយើងប្រហែងគេចូលបំបាយមើលកៅភ្នែកបងឲ្យចំមាសមេគុំរេបែកឆ្វេងខ្លាចលែងមានស្អែអាក្រង់ល្អសខ្មៅអូនគួររៀនចេញបែងចែកគុំអាំងឲ្យឡើងអូនស្រ័យកំរល់4ជ្រងទទួលស្គាល់ពេលខ្លះបងក៏ហេតុតែព្រោះស្រឡាញ់អូនពេកឡើងចង់វិលក្បងមិនចង់ឃើញអូនបែកឆ្វេងមិនចង់ឃើញជីវិតអូនលិចលង់អូនជាមនុស្សបងអោបជាប់ទ្រូងស្រឡាញ់ស្មើជីវិតអូនជាមនុស្សបងអោបជាប់ទ្រូងស្រឡាញ់ស្មើជីវិតបាទអរគុណបងអូខេឃើញថាធ្វើបានយ៉ាងល្អណាចឹងតើជាចុងក្រោយបងប្រុសមានពាក្យពេចន៍អ្វីសម្រាប់ផ្ដាំផ្ញើទៅដល់ពុកម៉ែបងប្អូនរបស់យើងដើម្បីឲ្យគាត់ផ្ដល់ជាកម្លាំងចិត្តឲ្យបងប្រុសបានបន្តទៅវគ្គក្រោយទៀតតោះ
បាទជាចុងក្រោយក៏សូមអរគុណទៅដល់មជ្ឈមណ្ឌលត្រីក្រហមក៏សូមឲ្យមានអតិថិជនចូលកាន់តែច្រើនហើយជាចុងក្រោយខ្ញុំបាទក៏សូមអរគុណទៅដល់ពុកម៉ែបងប្អូនសង្ឃឹមថាពុកម៉ែបងប្អូននឹងជួយគ្រប់គ្រងរូបខ្ញុំបាទផងដើម្បីឲ្យរូបខ្ញុំបាទអាចបន្តទៅវគ្គបន្តទៀតបាទអរគុណច្រើនបង ក្រុមហ៊ុននិងមជ្ឈមណ្ឌលត្រីក្រហមអ្នកជំនាញព្យាបាលមុខកើតមុន